របៀបនៅក្នុងការចិញ្ចឹមទាហើយពេលដែលវាឈឺណាវិធានការពេលដែលសត្វយើងឈឺបាទគឺបងប្អូនត្រូវតាមពិតអាការៈរបស់វាយើងប្រចាំថ្ងៃយើងអាចធ្វើការកត់សម្គាល់វាបានតាមរយៈបរិមាណចំណីដែលវាស៊ីហ្នឹងវាស៊ីអស់អត់អញ្ចឹងណាហើយមើលអាការៈដំណើររបស់វាអេរិយាបថរបស់វាហើយជាពិសេសគឺសន្តានរបស់លាមកហ្នឹងហើយនៅក្នុងករណីនេះដែលខ្ញុំបានរូបភាពពីបងប៉ានីអធិស្ឋានបងយករូបភាពបងយកមកណាប៉ុន្តែថាជាការចែករំលែកហ្នឹងមានរូបភាពបែបនេះគឺជាមេរៀនសម្រាប់បងប្អូនដទៃទៀតដែរណាបាទករណីដែលទាឈឺនេះរាកសបាទអញ្ចឹងពេលដែលទាយើងឈឺថ្នាំចាំបាច់ត្រូវមានហើយបាទក៏ប៉ុន្តែវិធានការក្នុងកំឡុងដែលឈឺនេះគឺទាត្រូវពង្រួមផ្ទៃវាណាបាទកុំឲ្យវាបរិផ្ទៃធំពេកកាលណាតែធំពេកទាវាដើរទៅគ្រប់ជ្រុងនៃទ្រុងរបស់យើងនឹងទៅវាឆ្ងាយពីទឹកពីចំណីជាពិសេសគឺឆ្ងាយពីទឹកហើយទានៅពេលដែលវារីករូសសំខាន់ណាស់គឺទឹកវាបាត់បង់ជាតិទឹកធ្វើឲ្យទានឹងឯងខ្សោយទន់ហ្មងងើបលេងរួចបណ្ដោយអញ្ចឹងត្រូវពង្រួមផ្ទៃបាទហើយបើសិនជាចិញ្ចឹមទម្លាប់បលែងនៅក្រៅក្នុងកំឡុងវាឈឺអត់ឲ្យបលែងទេឲ្យវាខាំងឲ្យនៅទៅក្នុងទ្រុងនៅក្នុងផ្ទៃកាឡាមួយសមស្របហើយទឹកនិងចំណីត្រូវដាក់ទៅគ្រប់ជ្រុងដែលសត្វយើងអាចស៊ីបានឈរទីតាំងដែលវាឈរបានអាចស៊ីបានគឺយើងដាក់ពង្រាយវាដើម្បីឲ្យសត្វហ្នឹងពេលវាឃ្លានវាអាចផឹកវាអាចស៊ីក្នុងកំឡុងដែលវាកំពុងតែរាងកាយវាកំពុងតែត្រួតត្រោមដែលពេលខ្លះសឹងដើរអត់រួចប៉ុណ្ណឹងប៉ុន្តែដល់ពេលយើងទឹកនៅឆ្ងាយពីវាពេកវាផឹកអត់បានទេអញ្ចឹងវាកាន់តែខ្សោយទៅងាប់ហ្មងអញ្ចឹងណាបាទអានឹងពាក់ព័ន្ធនឹងការរៀបចំទឹកហើយនឹងការពង្រួមផ្ទៃឲ្យវានៅតូចល្មមមកឲ្យវាស៊ីបានផឹកបានមួយទៀតវិធានការបាញ់ថ្នាំកម្ចាត់មេរោគគឺមួយថ្ងៃបាញ់ម្ដងក្នុងកំឡុងព្យាបាល5ថ្ងៃគឺបាញ់ជាប់រាល់ថ្ងៃហ្មងបាទហើយថ្នាំអាចលេងនៅក្នុងចំណីអាចលេងនៅក្នុងទឹករបៀបនៅក្នុងការកណនាថ្នាំដែលយើងអាចយកមកលេងនៅក្នុងចំណីបើសិនជាយើងប្រើមធ្យោបាយលេងក្នុងចំណីគឺគេគុណគីឡូគឺកណនាទៅលើគីឡូរបស់សត្វឧទាហរណ៍ថាទានឹងមាន100ក្បាលទម្ងន់វាកន្លះខាំទម្ងន់វាកន្លះគីឡូឧទាហរណ៍ណាបាទអញ្ចឹងបងប្អូនយក100គុណឲ្យ 0.5 បានន័យថាកន្លះគីឡូបាទវានឹងឃើញទម្ងន់សត្វសរុបបាទហើយបងប្អូនយកមកគុណជាមួយនឹងមេគុណរបស់ថ្នាំនៅក្នុងកញ្ចប់ថ្នាំនីមួយៗដែលបងប្អូនទិញវាមានការណែនាំខុសគ្នាមានកំហាប់ខុសគ្នាអាចនឹង 0.2 ក្រាមក្នុង1គីឡូឬក៏ 0.3 ដល់តាមការណែនាំទៅលើការព្យាបាលអាចនឹង 0.3 ក្រាមបាទអញ្ចឹងបងប្អូនយកចំនួនសត្វសរុបយកមកគុណជាមួយនឹង 0.3 ក្រាមពេលនោះយើងនឹងឃើញចំនួនថ្នាំសរុបដែលយើងត្រូវប្រើសម្រាប់ព្យាបាលក្នុងមួយពេលហ្នឹងបាទហើយបើមាន3មុខគឺយកស្មើគ្នាបាទមិនមែនលាយបញ្ចូលគ្នាហើយយកប៉ុណ្្នឹងទេគឺមានន័យថាក្នុងមួយមុខហ្នឹងយកបរិមាណចំណីបរិមាណថ្នាំដែលកណនាឃើញហ្នឹងគឺមួយមុខប៉ុណ្ណឹងបើយើងលាយ2មុខឬក៏3មុខគឺបរិមាណថ្នាំហ្នឹងគឺស្មើគ្នាមកបាទអញ្ចឹងណាបាទហើយយកមកលាយស៊ីក្នុងមួយពេលហ្នឹងទៅបាទហើយបងប្អូនអាចដាក់ទឹកសឲ្យវាផឹកធម្មតាឬក៏នៅក្នុងទឹកហ្នឹងបងប្អូនអាចលាយពពួកវីតាមីនអេឡិចត្រឡៃដែលជាវីតាមីនបំពេញជាតិទឹកបន្ថែមឲ្យសត្វយើងវាផឹកទៅវាបំពេញជាតិទឹកមកវិញពោះរាងកាយកំពុងតែត្រូវការជាតិទឹកដោយសារតែបាត់បង់ដោយសាររាគអញ្ចឹងណាបាទហើយពេលរសៀលបានបើក្នុងមួយថ្ងៃយើងឲ្យវាស៊ី3ដងបងប្អូនអាចប្រើវិធីសាស្ត្រនេះដាក់លាយក្នុងចំណីឲ្យវាស៊ី3ដងក្នុងមួយថ្ងៃបាទ3ដង3ពេលហើយរយៈពេលនៃការព្យាបាលគឺចាប់ពី3ថ្ងៃទៅ5ថ្ងៃអាចឈានដល់7ថ្ងៃបាទបើសិនជាព្យាបាលរយៈពេល3ថ្ងៃឃើញថាសត្វយើងធូរស្រាលហើយកុំតន់បញ្ឈប់ការព្យាបាលវាគ្រាន់តែមេរោគវាគ្រាន់តែរាងអន់ប៉ុន្តែយកល្អព្យាបាលចាប់ពី5ថ្ងៃទៅ7ថ្ងៃអាហ្នឹងគឺតាមស្តង់ដារនៃការព្យាបាលគឺប្រើរយៈពេលប៉ុណ្ណឹងអញ្ចឹងណាបាទចង្អុលផ្សេងៗបងប្អូនអាចខមមិនបន្ថែមហើយនេះជាថ្នាំដែលបងប្អូនអាចជ្រើសប្រើសម្រាប់កូនទាដែលមានបញ្ហារាកសរាកខៀវហើយបាត់បង់ជាតិទឹកបាទថ្នាំ3មុខនេះមាន Coloridin Therapy ហើយនិង Vitamin Vita Stress ឬក៏ពួកបងប្អូនអាចប្រើពួក Electrolyte ដើម្បីជំនួសបាទហើយដាក់ព្យាបាលវារយៈពេល5ថ្ងៃទៅ7ថ្ងៃអញ្ចឹងណាហើយធ្វើតាមវិធីសាស្ត្ររបស់យើងធ្វើម៉េចឲ្យទាអាចស៊ីចំណីបានអាចផឹកទឹកបានទើបមានឱកាសរស់ហើយបើសិនជាទឹកនៅផ្សេងថ្នាំនៅផ្សេងទានៅផ្សេងអាហ្នឹងគឺបរាជ័យហើយ